នៅក្នុងព្រះគម្ពីរម៉ាថាយចំពុកទី7ខ3ដល់ខ5ព្រះអង្គទ្រង់មានព្រះបន្ទូលថាហេតុអ្វីបានជាអ្នកមើលឃើញកំទេចដែលនៅក្នុងភ្នែករបស់បងប្អូនអ្នកតែមិនឃើញធ្នឹមដែលនៅក្នុងភ្នែករបស់ខ្លួនសោះដូច្នេះឬធ្វើដោយមិនដេចឲ្យអ្នកនិយាយនឹងបងប្អូនថាចូលឲ្យអញយកកំទេចពីភ្នែកឯងចេញតែមើលមានធ្នឹមនៅក្នុងភ្នែកខ្លួនអ្នកវិញអ្នកមានពុតអើយចូលយកធ្នឹមពីភ្នែករបស់ខ្លួនចេញជាមុនសិននោះទើបនឹងបានឃើញច្បាស់អាចនឹងយកកំទេចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរខ្ញុំសង្ឃឹមថាព្រះបន្ទូលនេះនឹងរំលឹកទៅកាន់អស់លោកអ្នកបងប្អូនសូមព្រះប្រទានពរ